បាទហើយសួរទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញពីរបៀបក្នុងការ monitor តាក់ទងជាមួយនឹងសញ្ញា maintenance នេះព្រោះសញ្ញាកូនសោនេះគឺទូទៅគឺយើងចូលដល់ពេលទៅ maintenance ព្រោះដូចតាក់ទងជាមួយនឹងឡានរបស់ខ្ញុំនេះគឺដល់ពេលត្រូវបដូរប្រេងហ៎អញ្ចឹងអ្នកនរអាចធ្វើការ monitor បានថាយើងនៅសេសសល់ប្រហែលគីឡូទៀតដើម្បី report ណាអញ្ចឹងអ្នកនរអាចចូលខាងក្នុងនេះគឺខ្ញុំភ្ជាប់ Apple CarPlay ហើយខ្ញុំចូលក្នុង Mazda ហើយបន្តមកទៀតអ្នកទាំងអស់នេះអាចចូលខាងក្នុងទៅលើ application ចឹងអ្នកទាំងអស់នេះឃើញតាក់ទងជាមួយនឹង vehicle status monitor នេះខ្ញុំជជែកតាក់ទងជាមួយនឹងទៅលើ Mazda 2 ចឹងខ្ញុំចូលក្នុង vehicle status monitor នឹងម្ដងខ្ញុំចូល maintenance ចឹងអ្នកទាំងអស់នេះឃើញតាក់ទងជាមួយនឹង schedule ក្នុងការផ្លាស់ប្ដូរនៅសល់ប្រហែល100គីឡូទៀតដែលត្រូវបដូរតាក់ទងជាមួយនឹងការបដូរប្រេងអីផ្សេងអញ្ចឹងអ្នកនរអាចក៏ធ្វើការ reset បានដែរបើសិនករណីអ្នកនរមិនចង់ឃើញ status maintenance នៅខាងក្នុងនេះអញ្ចឹងយើងអាចធ្វើការ reset នេះបានក៏ប៉ុន្តែ case របស់ខ្ញុំអត់ធ្វើការ reset ទេខ្ញុំនៅ maintain ដដែលឃើញតិចនៅខាងក្នុងហ្នឹងក៏មិនអីដែរខ្ញុំបកត្រឡប់មកវិញចូល Apple CarPlay វិញអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណ